នេះជាវីដេអូបន្ទាប់ទៀតដែលនឹងនិយាយអំពីចំណុចខ្លីៗនៃការចំបីបាយកូនអាយុពី1ឆ្នាំដល់2ឆ្នាំលោកអ្នកអាចមើលអត្ថបទដើមជាភាសាអង់គ្លេសនៅក្នុងលំនាំភ្ជាប់ description ខាងក្រោមជាដំបូងយើងត្រូវដឹងថាទារកស្ថិតក្នុងវ័យនេះគាត់ចាប់ផ្ដើមសកម្មខ្លាំងណាស់គាត់ធ្វើការរុករកគ្រប់ទីកន្លែងគ្រប់កន្លុកកន្លៀតក្នុងផ្ទះរបស់យើងការរុករកនេះជារបៀបមួយដែលទារករៀនស្គាល់របស់ថ្មីៗក្នុងពិភពលោកយើងនេះហើយលើសពីនេះទៅទៀតគាត់ក៏ស្គាល់ខ្លួនឯងនិងមជ្ឈដ្ឋាននៅជុំវិញរបស់គាត់បានប្រសើរជាងមុនផងដែរនៅវ័យនេះទារកចាប់ផ្ដើមត្រាប់តាមសកម្មភាពផ្សេងៗរបស់មនុស្សធំផងដែរហើយដោយសារតែការចម្រើនវ័យធំជាងមុនគាត់ចាប់ផ្ដើមមានភាពម្ចាស់ការលើខ្លួនឯងច្រើនជាងមុនដែលមានពេលខ្លះគាត់មានភាពចេះរឹងរូសមិនធ្វើតាមអ្នកថែទាំដូចនេះដែរទារកអាចសម្គាល់បាននៅរូបខ្លួនឯងនៅក្នុងរូបថតក៏ដូចជានៅក្នុងកញ្ចក់ដែរជាពិសេសគាត់ចាំបានឈ្មោះមនុស្សជាច្រើននិងវត្ថុប្រើប្រាស់ផ្សេងៗដែលគាត់បានជួបជាប្រចាំទារកចាប់ផ្ដើមបង្កើតឃ្លាប្រយោគខ្លីៗនេះហើយគាត់ក៏ចាប់ផ្ដើមស្ដាប់បង្គាប់នៅអ្វីដែលមនុស្សធំបានប្រាប់ផងដែរទាំងនេះជាចំណុចសំខាន់ៗនៅក្នុងការលូតលាស់របស់ទារកដែលមានអាយុចន្លោះពី1ឆ្នាំទៅដល់2ឆ្នាំមានសកម្មភាពមួយចំនួនសម្រាប់លោកអ្នកដែលជាពុកម្ដាយឬអាណាព្យាបាលអាចធ្វើបានដើម្បីជួយទារកឲ្យលូតលាស់បានល្អរួមមានសូមឲ្យទារកស្វែងរករបស់របរណាមួយឬក៏ចង្អុលបង្ហាញផ្នែកណាមួយនៃរាងកាយរបស់គាត់លេងល្បែងគុំរូបងាយៗជាមួយនឹងទារកដូចជារូបការ៉េរង្វង់ទ្រវែងជាដើមលើកទឹកចិត្តឲ្យគាត់រុករកនិងសាកល្បងអ្វីដែលថ្មីនិយាយជាមួយទារកឲ្យបានច្រើនជាពិសេសពេលគាត់ចាប់ផ្ដើមនិយាយពាក្យខ្លីៗដូចជាពាក្យថាប៉ាលោកតែអាចនិយាយបន្ថែមពាក្យច្រើនថែមទៀតដូចជាបាទនេះគឺប៉ាកូនឬប៉ាស្រឡាញ់កូនណាស់ជាដើមការធ្វើបែបនេះនឹងជួយឲ្យកុមាររៀនភាសាបានកាន់តែប្រសើរឲ្យទារកតូចសាកល្បងធ្វើអ្វីដោយខ្លួនឯងដូចជាស្លៀកពាក់និងញ៉ាំអាហារជាដើមការធ្វើបែបនេះនឹងជួយបណ្ដុះនៅឯករាជ្យភាពរបស់កុមារទៅលើខ្លួនឯងធ្វើការនិយាយណែនាំឬគំរូសម្រាប់ទារកផ្ដល់ការបង្ហាញនៅសកម្មភាពសមរម្យនានាដល់ទារកនិងនៅពេលដែលគាត់ធ្វើបានល្អលោកអ្នកគួរបីសរសើរគាត់ពីផងដែរតែទៅវិញនៅពេលដែលមានសកម្មភាពណាមិនសមរម្យសូមផ្ដល់ជាផលវិបាកដល់ទារកហើយប្រសិនបើលោកអ្នកចង់ដឹងពីរបៀបដល់ផលវិបាកលោកអ្នកអាចចូលទៅមើលក្នុងវីដេអូអេពីសូតទី9ក្នុង playlist នេះបានយកគាត់ធ្វើដំណើរទៅខាងក្រៅផ្ទះការធ្វើដំណើរទៅខាងក្រៅផ្ទះនឹងលើកទឹកចិត្តឲ្យកុមារគាត់ចាប់អារម្មណ៍របស់ថ្មីៗប្លែកៗដែលមាននៅជុំវិញខ្លួនរបស់គាត់ដោយសារតែទារកគាត់មានបំលាស់ទីច្រើនជាងមុនដូចនេះគាត់អាចប្រឈមនឹងគ្រោះថ្នាក់កាន់តែច្រើនផងដែរអ្នកជាពុំដែរត្រូវយកចិត្តទុកដាក់មើលគាត់គ្រប់ពេលវេលាហើយនៅខាងក្រោមនេះជាគន្លឹះខ្លីៗក្នុងការបង្ការទារកអំពីគ្រោះថ្នាក់ជាយថាផ្សេងៗកុំទុកកុមារចោលនៅកន្លែងដែលមានទឹកសូមជៀសវាងកុំទុកទារកនៅអ្នកឯងដោយគ្មានមនុស្សធំនៅជាមួយនៅជាពិសេសនៅពេលដែលនៅក្បែរកន្លែងដែលមានទឹកជ្រៅដូចជាអាងងូទឹកអាងហែលទឹកត្បឹងស្រះជាដើមកុមារក្នុងវ័យនេះគាត់អាចប្រឈមនឹងការលង់ទឹកដែលបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតគាត់បានដាក់របងការពារលោកអ្នកគួរតែដាក់របងឬរបស់ណាមួយខាំងទារកកុំឲ្យទៅកន្លែងគ្រោះថ្នាក់ផ្សេងៗនៅក្នុងផ្ទះដូចជានៅមុខកម្មចិន្តាឬចេញទៅក្រៅផ្ទះជាពិសេសនៅលើខ្នល់ជាដើមតែនេះឲ្យនោះផ្ទះមានសុវត្ថិភាពដោយសារតែទារកក្នុងវ័យនេះរកខ្លាំងដូច្នេះលោកអ្នកគួរតែមានរបស់គ្របលើរុនភ្លើងអគ្គិសនីនៅក្នុងផ្ទះរបស់អ្នកទុកដាក់របស់របរមុខស្រួចក្នុងផ្ទះបាយដូចជាកាំបិតកន្ត្រៃសមនៅកន្លែងដែលទារកឈោងចាប់មិនបានហើយប្រសិនបើមានឧបករណ៍ណាដែលអាចបង្កឲ្យមានកម្ដៅគួរតែមានការប្រុងប្រយ័ត្នក្នុងនោះប្រសិនបើមានរបស់របរណាអាចបង្កជាការពុលដល់ទារករួមមានថ្នាំគ្រាប់សាប៊ូគួរទុកឲ្យមានការប្រុងប្រយ័ត្នដែរកុំទុកទារកក្នុងយានយន្តគ្រប់ប្រភេទបើទោះបីជាគ្រាន់តែទុកមួយផ្លែតក៏ដោយព្រោះថាគ្រោះថ្នាក់អាចកើតឡើងតែមួយប្រភេទនៃប៉ុណ្ណោះសុខភាពរាងកាយរបស់កុមារជាផ្នែកមួយសំខាន់ក្នុងការលូតលាស់របស់ទារកផងដែរខាងក្រោមនេះជាចំណុចខ្លះៗក្នុងការថែទាំសុខភាពរបស់ទារកចាប់ពីអាយុ1ឆ្នាំទៅទារកអាចញ៉ាំអាហារច្រើនជាងមុននិងគាត់អាចញ៉ាំអាហាររឹងៗបានខ្លះហើយលោកអ្នកអាចនឹងបន្តបំបៅគាត់ដោយទឹកដោះម្ដាយបន្ថែមទៀតបានគាត់គួរតែញ៉ាំទឹកនិងទឹកដោះគោឲ្យបានច្រើនហើយជៀសវាងញ៉ាំភេសជ្ជៈដែលមានរសជាតិផ្អែមច្រើនពេកមានទារកខ្លះញ៉ាំរើសណាស់គាត់ញ៉ាំតែរបស់ណាដែលគាត់អាចញ៉ាំបានប៉ុណ្ណោះទារកប្រភេទនេះប្រហែលជាមិនត្រូវការញ៉ាំអាហារច្រើនពេកនោះទេព្រោះរាងកាយរបស់គាត់មិនលូតលាស់លឿនខ្លាំងពេកនោះដែរដូចនេះលោកអ្នកមិនគួរឆ្លោះប្រកែកឬស្រែកកំហកដាក់គាត់ក្នុងកំឡុងពេលញ៉ាំអាហារនោះទេផ្ដល់ជម្រើសអាហារមានជីវជាតិដល់ទារកឲ្យគាត់មានការជ្រើសរើសម្ហូបណាមួយដែលគាត់ចូលចិត្តហើយព្យាយាមអនុញ្ញាតឲ្យគាត់សាកល្បងមុខម្ហូបថ្មីៗតាមដែលអាចធ្វើទៅបានមានពេលខ្លះទារកគាត់ត្រូវការពេលវេលាបន្តិចទើបគាត់ចាប់ផ្ដើមចូលចិត្តអាហារមួយប្រភេទនោះសូមរងចាំតែអំណត់ទារកនៅក្នុងវ័យនេះគាត់មិនចេះនៅស្ងៀមមួយកន្លែងនោះទេមានពេលខ្លះគាត់រត់គាត់ដើរគាត់ហក់លោតតោកនេះតោកនោះ
សូមអនុញ្ញាតឲ្យគាត់ធ្វើវាដើម្បីឲ្យគាត់អាចសម្របសម្រួលនៅគ្រប់ផ្នែកនៃរាងកាយរបស់គាត់បានអ្វីដែលគួរតែពិនិត្យគឺសកម្មភាពរបស់គាត់មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរឬលោកអ្នកអាចធ្វើការត្រៀមលក្ខណៈបង្ការគ្រោះថ្នាក់ទុកជាមុនបានទារកនៅចន្លោះអាយុពី1ឆ្នាំដល់2ឆ្នាំគួរតែត្រូវបានគេងសម្រាកនៅចន្លោះពី11ម៉ោងទៅដល់14ម៉ោងក្នុងមួយថ្ងៃរួមទាំងការសម្រាកពេលថ្ងៃផងដែរជាសរុបមកការមើលថែទាំទារកគឺចំណាយទាំងកម្លាំងកាយនិងកម្លាំងចិត្តដូចនេះហើយលោកអ្នកត្រូវត្រៀមលក្ខណៈទាំងផ្លូវកាយផ្លូវចិត្តទុកជាមុនសកម្មភាពខាងលើនេះមើលទៅសាមញ្ញធម្មតាប៉ុណ្ណោះដែលមានសកម្មភាពខ្លះលោកអ្នកអាចដឹងរួចមកហើយតែការឆ្លើយតបដោយវិជ្ជមានជាមួយនឹងទារកគឺជាការចាប់ផ្ដើមកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ទារកលូតលាស់នៅពេលខាងក្រោយទៀតខ្ញុំពិតជាអរគុណខ្លាំងណាស់សម្រាប់ការចំណាយពេលវេលាស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជួយលោកអ្នកឲ្យរៀនបានចំណេះដឹងថ្មីៗខ្លះដែលជួយឲ្យការចិញ្ចឹមកូនរបស់លោកអ្នកកាន់តែបានប្រអប់ប្រសើរខ្ញុំក៏សង្ឃឹមថាលោកអ្នកអាចចែករំលែកនូវបទពិសោធន៍ល្អៗផ្សេងៗទៀតអំពីការចិញ្ចឹមកូនដោយវិជ្ជមាននៅក្នុង comment ហើយប្រសិនបើមានជាចម្ងល់លោកអ្នកក៏អាចសរសេរបានដែរខ្ញុំពិតជារីករាយក្នុងការស្ដាប់និងឆ្លើយតបនឹងចម្ងល់របស់លោកអ្នកតាមដែលអាចធ្វើទៅបានហើយប្រសិនបើចូលចិត្តសូមចុច like វីដេអូនេះផងដើម្បីជាកម្លាំងចិត្តក៏ដូចជាជួយឲ្យ YouTube រុញវីដេអូនេះទៅកាន់អ្នកដទៃផងដែរខ្ញុំសូមអរគុណនិងជម្រាបលា